ចានាងខ្ញុំធីតាសូមជម្រាបសួរបងប្អូនទាំងអស់ដែលតែងតែតាមដានเพจរបស់នាងខ្ញុំគឺថាថ្ងៃនេះជួបនាងខ្ញុំទៀតហើយគឺថ្ងៃនេះនាងខ្ញុំលើកពីម្ហូបឆាមីក្តាមយកមកបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានដឹងចាហើយគ្រឿងផ្សំឆាមីក្តាមមានដូចជាក្តាមម្សៅឆាមីខ្ញីស្លឹកខ្ទឹមស្ករប៊ីចេងនិងអំបិលចាហើយចឹងសូមបងប្អូនតាមដានទស្សនាការឆាមីក្តាមរបស់នាងខ្ញុំឥឡូវនាងខ្ញុំចាប់ផ្ដើមយកក្តាមនេះយកទៅធ្វើវាចាឥឡូវហ្នឹងមុននឹងនាងខ្ញុំយកក្តាមនឹងមកបកនាងខ្ញុំសម្អាតក្តាមនឹងឲ្យស្អាតសិនបានបកក្តាមនឹងកែបចាអញ្ចឹងនាងខ្ញុំយកទៅសម្អាតវាហើយEspañola la 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 laចាឥឡូវហ្នឹងនាងខ្ញុំមិញយកក្តាមទៅលាងចាឥឡូវនាងខ្ញុំលាងសម្អាតវាស្អាតហើយតែឥឡូវនាងខ្ញុំចាប់ផ្ដើមបកក្តាមម្ដងចាឥឡូវនាងខ្ញុំចាប់ដើមហាច់ក្តាមបកហើយចាអានេះអាហ្នឹងគេហៅស្អីគេអាហ្នឹងខ្ញុំមិនដឹងហៅស្អីទេតែយើងត្រូវយកវាចេញទាំងអស់ណាដើម្បីកុំឲ្យវាឆ្អាបកាលណាយើងទុកអាប់ព្រុយហ្នឹងទៅយើងធ្វើម្ហូបទៅវាមានជាតិឆ្អាបណាចាគៀនហ្នឹងបកវាឲ្យស្អាតទៅចាខ្ញុំពុះវាមួយហ្នឹងខ្ញុំពុះវាជា3ចាហើយតាគៀបនេះបងប្អូនចង់ធ្វើឲ្យវាបាយក៏បានដែរមានសម្រាប់យើងគៀបទៅគៀបនឹងឲ្យវាបាយប៉ុន្តែនាងខ្ញុំអត់ចង់ឲ្យវាបាយទេព្រោះអីកាលណានាងខ្ញុំយកទៅឆាទៅវាអាចបាយសវចាអញ្ចឹងចាំពេលញ៉ាំចាំបកវាទៅគៀបវាបំបាយទៅគៀបវាហ្នឹងក៏បានដែរតែពេលដែលនាងខ្ញុំយកទៅធ្វើម្ហូបគឺថានាងខ្ញុំអត់បើចង់បំបាយតាគៀបហ្នឹងក៏បានមិនបំបាយក៏បានប៉ុន្តែបើសិនជាអត់បំបាយយើងឆាទៅសបកហ្នឹងវាអត់បាយទេយើងការពារខ្លាចវាជាប់នឹងអាមីយើងញ៉ាំទៅវាសបកក្តាមហ្នឹងវាស្លាក់កកខ្ញុំខ្លាចស្លាក់កកចាហើយនឹងសបកវានេះពេលដែលយើងបើកមកវាមានជាតិទឹកជាតិខួរវាហ្នឹងយើងឆ្កឹះវាយកទាំងអស់ទៅហ្នឹងនេះខ្ញុំឆ្កឹះយកដាក់ចានមួយទៀតចាឥឡូវខ្ញុំមកចានេះខ្ញុំម្សិលមិញទិញក្តាម3ហ្នឹងប្រហែលជា2គីឡូ
ក្តាមហ្នឹងវាសាច់ល្អសម្រាប់ទឹកហួរវាហ្នឹងនាងខ្ញុំដាក់ចូលមកចានផ្សេងចាក្តាមដែលនាងខ្ញុំលាងសម្អាតឲ្យបកឥឡូវបកឲ្យអស់ហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមប្រឡាក់នឹងម្សៅឆាហ្នឹងពេលដែលយើងប្រឡាក់ហើយយើងយកទៅបំពងដើម្បីកុំឲ្យក្តាមហ្នឹងវាបែកស្អាតម្សៅហ្នឹងនាងខ្ញុំរោយម្សៅឆារួចហើយអញ្ចឹងនាងខ្ញុំទុកវាសិនព្រោះអីនាងខ្ញុំហាន់រៀបចំខ្ញីហើយនឹងស្លឹកខ្ទឹមចាឥឡូវហ្នឹងនាងខ្ញុំចាប់ផ្ដើមហាន់ខ្ញីវាហាន់ឲ្យវាស្ដើងហើយចិតវាទូហ្នឹងគេហាន់ឆាដាក់ខ្ញីហ្នឹងដើម្បីឲ្យវាកាត់ឆ្អាបក្តាមនាងខ្ញុំចាប់ផ្ដើមចូលហាន់ស្លឹកខ្ទឹមហ្នឹងយើងចិតវាមកចង្អុលដៃទៅរៀមសែនស្នេហាសូមអេស្ប៉ាញ៉ូឡាមេតារៀមផងនាងខ្ញុំចាប់ផ្ដើមហាន់ខ្ទឹមក្រហមច្រាំខ្ទឹមក្រហមដើម្បីយកទៅលីងវាឲ្យឈ្ងុយចាឥឡូវហ្នឹងគ្រឿងដែលនាងខ្ញុំរៀបចំហ្នឹងគឺថារៀបចំឲ្យអស់ហើយតែមុននឹងនាងខ្ញុំយកទៅឆាក្តាមហ្នឹងនាងខ្ញុំចង់រៀបចំវាមីហ្នឹងចង់មុននឹងនាងខ្ញុំយកក្តាមហ្នឹងទៅឆានាងខ្ញុំត្រូវស្រុះមីហ្នឹងឲ្យហើយសិនបានពេលដែលយើងឆាហើយយើងដាក់មីហ្នឹងចូលតែម្ដងចាឥឡូវហ្នឹងទឹកដែលនាងខ្ញុំយកទៅស្រុះមីនាងខ្ញុំដាំទឹកនឹងឲ្យពុះចាឥឡូវហ្នឹងតាមដានជាមួយនាងខ្ញុំថាតើនាងខ្ញុំហ្នឹងស្រុះមីហ្នឹងរបៀបយ៉ាងម៉េចឥឡូវហ្នឹងនាងខ្ញុំបើកកញ្ចប់ថងដើម្បីស្រុះមីvie s'éclaire comme un fruit d'eau comme l'autreសោះវាអីសោះចាំយកទៅសោះបើមិនចឹងទេវាស្អិតជាប់គ្នាវាទៅជាអាលួយវាញ៉ាំទៅអត់ឆ្ងាញ់ទេចាអញ្ចឹងបងប្អូនមុននឹងនេះហ្នឹងទៅសោះមីនឹងឥឡូវហ្នឹងមុននឹងនាងខ្ញុំសោះមីនាងខ្ញុំដាក់ដាំទឹកហើយទឹកហ្នឹងឲ្យពុះហើយចាំតម្លាក់មីចូលចាឥឡូវហ្នឹងទឹកហ្នឹងវាពុះហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមតម្លាក់មីចូលហើយចាឥឡូវហ្នឹងនាងខ្ញុំចាប់ផ្ដើមតម្លាក់មីចូលហើយចាដៃយើងកូរឲ្យលឿនណាបើមិនអញ្ចឹងទេមីយើងហ្នឹងអាលួយហើយចាឥឡូវប៉ុណ្ណឹងបានហើយនាងខ្ញុំចាប់វាដាក់ចូលទៅក្នុងទឹកត្រជាក់តែម្ដង
ចាមីនាងខ្ញុំស្រោះមិញហ្នឹងគឺថាបន្ទាប់ពីយើងស្រោះចូលចេញពីទឹកក្តៅហើយយើងឆាប់ដាក់ចូលក្នុងទឹកត្រជាក់ហើយយើងលាងមីហ្នឹងឲ្យវាត្រជាក់មីបើសិនជាមីយើងនឹងមានជាតិក្តៅក៏មីនឹងវាអត់លួយដែរតែឥឡូវហ្នឹងមីយើងល្អមែនតើចាហើយតាមដានជាមួយនាងខ្ញុំតិចទៀតនាងខ្ញុំចាប់ផ្ដើមឆាមីខ្ញុំទៅឆានៅខាងក្រៅព្រោះអីកុំឲ្យធំក្លិនចំហសោះវាប៉ុណ្ណឹងដែលយើងយកទៅឆាមីយើងវាអត់លួយទេចាចាឥឡូវហ្នឹងនាងខ្ញុំដាក់ខ្លាញ់ក្នុងខ្ទះហើយវាក្តៅហើយអញ្ចឹងនាងខ្ញុំចាប់ដើមដាក់ពោតតាមចាឥឡូវនាងខ្ញុំចាប់ដើមដាក់ក្តាមចូលហើយបាត់ដំបងបណ្ដូលចិត្តអើយខ្ញុំសូមលាហើយលាទាំងអាឡ័យចាឥឡូវហ្នឹងចាប់ផ្ដើមឆាក្តាមហើយឥឡូវហ្នឹងដាក់ខ្លាញ់ហើយដាក់ខ្ទះឲ្យវាក្តៅអញ្ចឹងឥឡូវហ្នឹងនាងខ្ញុំដាក់ខ្ទះហើយដាក់ខ្លាញ់ចូលទៅក្នុងខ្ទះហ្នឹងហើយរងចាំឲ្យវាក្តៅហើយនាងខ្ញុំចាក់ខ្ទឹមចូលចាចាក់ខ្ទឹមចូលហើយម្ដេញខ្ទឹមហ្នឹងឲ្យវារាងឈ្ងុយបន្តិចឲ្យវារាងក្រហមណាបងប្អូនហើយបន្ទាប់ពីម្ដេញខ្ទឹមហ្នឹងហើយចាប់ផ្ដើមចាក់ខ្ញីចូលចាបន្ទាប់ពីចាក់ខ្ញីចូលហើយលីងខ្ញីនឹងឲ្យវាឈ្ងុយដែរចាបន្ទាប់ពីនាងខ្ញុំលីងខ្ញីឲ្យឈ្ងុយហើយទឹកក្តាមដែលនាងខ្ញុំឆ្កឹះពីស្នូកវាហ្នឹងឥឡូវនាងខ្ញុំចាក់ទឹកក្តាមអាហ្នឹងខួរវាចាក់វាចូលតែម្ដងទៅចាបន្ទាប់ពីនាងខ្ញុំចាក់ចូលហើយនាងខ្ញុំចាក់ទឹកសូមចាក់ទឹកបន្តិចដែរហើយនាងខ្ញុំដាក់ស្ករប៊ីចេងអំបិលប៊ីចេងនៅក្នុងទឹកនឹងឲ្យវារៀងប្រៃកំឡ
ងอยู่ឆ្នាំចាំទេស្រួលមានតែរូបអូនដែលជាដង្ហើចំពោះមូលអងចិនបងសងខឹមសងខឹមញញឹមថាបានជាគូវាសនាបាត់ដំបងពីមកយូរហើយតាថ្ងៃណាឡើយបានយល់ភក្ត្រាចិនជួលច្របល់ថ្ងៃខ្លោចសាចង់បាននេះមិនខៅឆា បាត់ដំបង ចាក់ចូលឲ្យតែបន្តិច ចង់បានចំបាបាត់ដំបងហើយបន្ទាប់មកយើងខ្ញុំមកចាប់ដើមភ្លក់ឲ្យវាប្រៃល្មម ចំបាបាត់ដំបង នេះខ្ញុំមកសុំចាក់ទឹកត្រីថែមតិចទៀតឲ្យវាស្ទើរប្រៃស្ករសបន្តិចដែរសុំភ្លក់ម្ដង គ្រាន់តែបានយល់ស្គាល់ភាំងត្រាចិនមួយប្រាថ្នាពេលដែលទឹកសុបនឹងយើងល្មមយើងចាក់ដើមចូលទាញក៏មិនរួងនឹកស្រមៃ ចាក់អស់តែបោះទៅ តែភាំងស្រីជាប់នឹងនេត្រាបងសូមផ្ញើនឹងចរណៃពីមួយយ៉ាងខ្លីគឺជាសាញ់ក្តីស្នេហា អាចតាមយើងនឹងមានចិត្តប្រៃបើសិនជាយើងអត់យកតាមទៅបំពងទេតាមយើងទៅដល់ចាច់ទៅសាច់ហើយដែលបំណងបងស្នេហ៍តែវល់លះតើអូនព្រមស្ម័គ្រទេពីសេទាំងត្រាស្រទន់មានមុនស្នេហ៍ល្អផុតគេក្នុងលោកទេបើសិនអូនព្រមរួមពីសម័យចរណៃកែវគុំព្រួយចិនណាបងសូមច្រៀងចំរៀងស្នេហ៍ច្រៀងភ្នំបំពេប្រលឹងដែលរៀមស្នេហ៍ថាបានស្ដាប់កាលណាសូមចិនតាចេះប្រណីសូមចិត្តថ្លៃចេះខានដីសនដងដល់ស្នេហ៍របស់បងចាឥឡូវហ្នឹងឆារបស់យើងហ្នឹងឆ្អិនអស់ហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមចាក់ទឹកខ្ទឹមចូលទាំងត្រាស្រទន់មានមុនស្នេហ៍ល្អផុតគេក្នុងលោកគេបើសិនអូនព្រមរួមពីសម័យចរណៃកែវគុំព្រួយចិនណាបងសូមច្រៀងចំរៀងស្នេហ៍ច្រៀងភ្នំបំពេប្រលឹងដែលរៀមស្នេហ៍ថា
គ្រាន់តែបានយល់ស្គាល់ភាំងត្រាចិនមួយប្រាថ្នាលើស្រីគេងក៏មិនលួងនឹកស្រមៃឃើញតែភាំងស្រីជាប់នឹងនេត្រាបងសូមផ្ញើនឹងចរណៃចាឥឡូវហ្នឹងមីឆាក្តាមរបស់នាងខ្ញុំគឺថារួចរាល់អស់ហើយបងប្អូននេះគឺថាឆាទៅគឺថាល្អមីរបស់ខ្ញុំហ្នឹងអត់មានអាលួយទេអ្នកខ្លះអត់សូវចេះឆាគាត់ឆាខុសក្បួនហើយគាត់ចេះតែឆ្ងល់ថាហេតុអ្វីបានមីនឹងវារលួយចាតែបើសិនជាឆាតាមក្បួននាងខ្ញុំគឺថាមីអត់រលួយទេហើយល្អសាច់ក្តាមក៏អត់បាយដែរចាហើយចានាងខ្ញុំសូមអរគុណច្រើនបងប្អូនដែលតែងតែតាមដានเพจរបស់នាងខ្ញុំហើយនាងខ្ញុំសប្តាហ៍បន្ទាប់ទៀតនាងខ្ញុំមានមុខម្ហូបថ្មីជូនបងប្អូនគឺថានាងខ្ញុំមានទឹកភេសជ្ជៈម្យ៉ាងគឺថាធ្វើទៅពេលដែលបងប្អូនញ៉ាំទៅគឺថាជួយបំបត្តិការ stress ចាជួបនាងខ្ញុំនឹងអាទិត្យក្រោយនាងខ្ញុំនឹងបង្ហាញពីរបៀបធ្វើទឹកភេសជ្ជៈញ៉ាំចាហើយនឹងឥឡូវហ្នឹងគឺថានាងខ្ញុំចាប់ផ្ដើមធ្វើម្ហូបមួយមុខទៀតគឺថាគឺនាងខ្ញុំធ្វើចៅហនអញ្ចឹងជួបនាងខ្ញុំ10នាទីទៀតជាមួយនឹងការធ្វើចៅហនរបស់នាងខ្ញុំចាអរគុណច្រើន